នៅសម្រាប់ភូមិប្រយុទ្ធភូមិជោគជ័យកម្ពុជាប្រើអាវុធធនធ្ងន់ឆ្លើយតបចំគោលដៅកំទេចទីតាំងឈរជើងរបស់យោធាថៃខ្ទេចបន្ទាយមានជ័យនៅវេលាម៉ោង 3:00 នាទីរសៀលថ្ងៃទី 9 ខែធ្នូឆ្នាំ 2025 កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជាបានប្រើប្រាស់អាវុធធុនធ្ងន់ BM21 ឆ្លើយតបទៅកាន់ភាគីថៃដោយកំទេចចោលនៅគោលដៅដែលទាហានថៃឈរជើងនៅទល់មុខភូមិជោគជ័យឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យគិតត្រឹមម៉ោង 4:40 នាទីយោធាថៃបន្តប្រើប្រាស់ដ្រូនពំទម្លាក់គ្រាប់និងកំភ្លើងផ្លោងធុនធ្ងន់ចូលតំបន់ថ្មដាអូភ្លុកដំរីខេត្តពោធិ៍សាត់គិតមកត្រឹមម៉ោង 4:40 នាទីរសៀលថ្ងៃទី 9 ខែធ្នូឆ្នាំ 2025 យោធាថៃបានបន្តប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែកនិងកំភ្លើងផ្លោងធុនធ្ងន់ចូលទីប្រជុំជនឃុំថ្មដានិងអូភ្លុកដំរីក្នុងភូមិសាស្ត្រស្រុកភ្នំពេញលោកស្រីម៉ាលីសុជាតាអនុនាំពាក្យក្រសួងការពារជាតិបានលើកឡើងថាកងកម្លាំងកម្ពុជាកំពុងឈរជើងយ៉ាងរឹងមាំដើម្បីការពារបូរណភាពទឹកដីកម្ពុជាហើយគោលដៅការពារខ្លួនរបស់កម្ពុជាផ្ដោតតែលើយោធាប៉ុណ្ណោះមិនតម្រង់ទៅជនស៊ីវិលឡើយលោកស្រីបានថ្លែងបែបនេះក្នុងឱកាសអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជារៀបចំសន្និសីទសារព័ត៌មានស្ដីពីបច្ចុប្បន្នភាពស្ដីពីស្ថានភាពព្រំដែនកម្ពុជាថៃក្រោយកងទ័ពថៃបាត់បង់ការវាយប្រហារមកលើកងទ័ពនិងជនស៊ីវិលកម្ពុជាគិតត្រឹមរសៀលថ្ងៃទី 9 ខែធ្នូឆ្នាំ 2025 លោកស្រីម៉ាលីសុជាតាបានបញ្ជាក់យ៉ាងដូចនេះសូមគូសបញ្ជាក់ផងដែរថាគិតមកដល់ម៉ោងនេះកងកម្លាំងរបស់កម្ពុជានៅបន្តឈរជើងយ៉ាងរឹងមាំដើម្បីបំពេញតួនាទីរបស់ខ្លួន